ួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពូភានិទានក្នុងយប់ដ៏សែនស្ងាត់មួយបងឈុំនិងភរិយាកំពុងតែជិះកង់ឌុបគ្នាចេញពីចំការស្វាយចន្ទីដើម្បីមកដើរលេងនៅទីរួមខេត្តប្តីប្រពន្ធគាត់ក្រណាស់ក្រោយរៀបការរួចពុំមានទ្រព្យកាយដ៏អាករដូចអ្នកដទៃទេគាត់ធ្វើជាអ្នកចាំយាមចំការឲ្យគេពីរនាក់ប្តីប្រពន្ធក្រនឹងបានលុយចិញ្ចឹមជីវិតយប់នេះនៅទីរួមខេត្តមានកម្មវិធីប្រគំតន្ត្រីម្យ៉ាងម្ចាស់ចំការក៏បាននាំកូនចៅទៅដេកលេងចំការទើបគាត់សុំសម្រាប់មួយថ្ងៃនាំប្រពន្ធដើរលេងម្ដងម្ចាស់ចំការបានឲ្យលុយលើកទឹកចិត្តចំពោះភាពស្មោះត្រង់និងការងារចំនួន20,000រៀលគាត់សប្បាយចិត្តណាស់ក៏បបួលប្រពន្ធទៅដើរលេងនឹងគេម្ដងតាមមើលទៅពិតជាសប្បាយចិត្តណាស់ព្រោះមានកម្មវិធីប្រគំតន្ត្រីមានក្រុមតារាចម្រៀងល្បីៗប្រចាំប្រទេសផងម្យ៉ាងតាំងពីចាប់ដៃគ្នាមកគាត់មិនដែលបាននាំប្រពន្ធដើរលេងឲ្យសប្បាយចិត្តម្ដងនោះទេដោយមួយថ្ងៃរវល់តែប្រឹងប្រែងធ្វើការងារដើម្បីចិញ្ចឹមជីវិតក្រុមឈុតខោអាវកំភ្លីពណ៌លឿងមានផ្កាក្រហមតិចៗបងស្រីណារីពិតជាស្អាតណាស់មើលទៅស្មានថានៅក្រមុំផងបានប្តីសម្លឹងញញឹមមិនដាក់ភ្នែកបែបនេះបងស្រីណារីអៀនមុខក្រហមហើយពោលថាថៃបងឯងបានចូលមើលខ្ញុំមិនដាក់ភ្នែកសោះគឺឃើញប្រពន្ធបងស្អាតពេកហ្នឹងហ៎មិនគួរអូនមកលំបាយជាមួយបងទេមើលបងឯងគិតអញ្ចឹងជីវិតគូគឺបែបនេះឯងយើងមិនអាចមើលឃើញអនាគតទេមិនប្រកាសថាយើងក្របែបនេះមួយជីវិតឯណាឲ្យតែយើងប្រឹងប្រែងគង់តែយើងបានធូរធារដូចគេទេណយកុំគិតរឿងនឹងអីតោះឡើងកង់មកប្តីដប់ដើរលេងបងស្រីណារីញញឹមខ្ជិបឡើងជិះកង់ឲ្យចង្កែប្តីយ៉ាងស្អិតមើលទេគួរឲ្យច្រណែនណាខណៈពេលដែលកំពុងតែជិះកង់បានប្រមាណជា3គីឡូម៉ែត្រនៅក្បែរដើមចំពុកធំមួយស្រាប់តែមានខ្យល់យ៉ាងខ្លាំងបក់មកប្រៀបដូចខ្យល់គួយបងឈុំក៏ឈប់កង់រួចប្រាប់បងណារីអូនបានឃើញដូចបងអត់បងឃើញមានខ្យល់យ៉ាងខ្លាំងចេញពីគោដើមចំពុកនោះឃើញតើមានរឿងអីមែនបងមានអារម្មណ៍ថាដូចមិនសូវស្រួលទេដូចជាបានហើយបងគុំគិតច្រើនអីគុំខ្វល់អីតោះយើងប្រញាប់ចេញទៅពេលបងឈុំគាត់ចេញទៅខ្យល់គួយនោះបានបោកមកលើគាត់ទាំងពីរនាក់យ៉ាងខ្លាំងតែបងឈុំគាត់ខំទប់រួចក៏ឆ្លងផុតទៅយប់នោះគាត់ទាំងពីរនាក់សប្បាយចិត្តណាស់ដើរលេងមើលគេមើងឯងហើយហូបរបស់ឆ្ងាញ់យីច្រើនទៀតហើយក៏មិនភ្លេចពេលត្រឡប់មកវិញទិញរបស់បន្តិចបន្តួចមកផ្ញើម្ចាស់ចំការដែរប៉ុន្តែគាត់មិនដាដូវថាម្ចាស់ចំការក៏បានមកលេងដែរពេលត្រឡប់ទៅវិញជួបគ្នានៅតាមផ្លូវគាត់ក៏ជួបជាមួយនឹងម្ចាស់ចំការពួកគាត់ក៏ជជែកគ្នាលេងទៅវិញទៅមកមួយសន្ទុះគាត់មានអារម្មណ៍ថាហាក់បីដូចជាមើលមិនឃើញផ្លូវទៅចំការវិញគាត់និងម្ចាស់ចំការបែរជានៅក្នុងព្រៃឫស្សីដ៏ក្រាស់ទៅវិញពេលនោះគាត់បានដឹងថាប្រកាសជាមានបញ្ហាហើយប្រពន្ធគាត់ម្ចាស់ចំការភិតភ័យណាស់ព្រោះគាត់ជាប់កូនតូចមកមួយគាត់ខ្លាចមានបញ្ហាដល់កូនគាត់ខណៈដែលគ្រប់គ្នាកំពុងតែភ័យព្រួយស្រាប់តែលេខស្រមោលអណ្ដាតភ្លើងយ៉ាងធំពណ៌ក្រហមឆ្អៅហោះសម្ដែងមករកគាត់ម្ចាស់ចំការគាត់ភ័យពេករត់មិនរួចបងឈុំក៏ស្ទើរទីទៀងគាត់ចេញភ្លើងលូកក៏ហោះបុករស័យតែបែរជាមិនឆេះសោះបន្ទាប់មកក៏លួនសំលេងសយ៉ាងខ្លាំងខ្ទរពេញត្រជាគ្រប់គ្នាបងស្រីណារីនាំប្រពន្ធម្ចាស់ចំការទៅពួនឯបងឈុំនិងម្ចាស់ចំការបាននាំគ្នានៅតតាំងជាមួយនឹងភ្លើងនោះបងឈុំក៏អូធានឡើងថាណែតើឯងមកពីខាងណានឹងយើងមានចម្ពាក់អ្វីឯងបានជាឯងមកធ្វើបាបពួកយើងប្រាំមកតែភ្លើងនោះក៏ហោះសម្ដៅយ៉ាងលឿនមករកគាត់ក៏គេយ៉ាងរហ័សរួចភ្លើងនោះក៏ហោះបុកម្ចាស់ចំការមួយទំហឹងបណ្ដាលឲ្យគាត់ដួលទៅនឹងដៃមុខឡើងខ្មៅភ្នែកបាត់ប្រសិទ្ធអស់ឃើញស្ថានភាពមិនសួយស្រួលបងឈុំក៏លុតជង្គង់លើកដៃប្រណម្យបិទភ្នែកបួងសួងដល់អស់រុក្ខយោទេវតាម្ចាស់ព្រៃជួយផងបុព្វអស់លោកអ្នកមានបុណ្យអ្នកមានបារមីសចាំបងបត់នៅក្នុងដែនដីនេះសូមមេត្តាជួយប្រោសសត្វដែលមិនដឹងអីនេះផងបើសិនជាពួកកូនចៅមានជាប់មាត់ជាប់កសូមលោកបង្ហាញផ្លូវឲ្យពួកកូនចៅសូមខមាលេតុសព្រោះកូនចៅឆោតល្ងងណាស់រួចក៏សូត្រនមោ3ចប់រួចក៏នឹកឃើញដល់គុណបុណ្យព្រះរតនត្រ័យគុណឪពុកម្ដាយទីបញ្ចប់គ្រប់យ៉ាងក៏បានរួចភ្លើងនោះក៏រលាយបាត់បងឈុំក៏ប្រញាប់នាំម្ចាស់ចំការទៅរកគ្រូខ្មែរជួយស្ដោះអំពើភ្លើងព្រាយនោះចេញ
រួចក៏រៀបរំដាប់ឲ្យលោកគ្រូខ្មែរជួយទាយមើលពីមូលហេតុដែលភ្លើងព្រាយនោះតាមធ្វើបាបលោកគ្រូក៏អង្គុយសមាធិស្មឹងស្មាតមួយសន្ទុះក៏ប្រាប់វិញថាភ្លើងនោះជាភ្លើងព្រាយនៅដើមចម្ពុកនៅក្បែរចំការនោះឯងការដែលភ្លើងនោះមកតាមធ្វើបាបព្រោះតែម្ចាស់ចំការធ្លាប់បានសន្យាថានឹងសែនព្រេងឲ្យគេនៅពេលផលចំការបានច្រើនចំណេញសូមឲ្យអរុកអារក្សតាមជួយថែរក្សាព្រាយនោះជាអ្នកតាមថែរក្សាដែរប៉ុន្តែក្រោយមកម្ចាស់ចំការនោះបែរជាមិនឃើញសែនព្រេងឲ្យសោះដូច្នេះទើបគេតាមទាយកវិញ